នៅក្នុងវីដេអូនេះខ្ញុំកោតណាស់ភាពសំតសម្ដែងអធិប្បាយអំពីអតាំងពីកំណត់ទាំង8ម៉ាក់ដែលប្រកបដោយអង្គ8អញ្ចឹងអង្គទី1ដែលខ្ញុំកោតណាលើកមកវីដេអូមិនគឺសមាធិក្នុងថ្ងៃនេះនឹងលើកយកនៅសម្មាសង្កប្បៈដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងនៅក្នុងវិន័យបេដកបឋមភាគលេខទី6តំព28តើអ្វីដែលហៅថាសម្មាសង្កប្បៈសម្មាសង្កប្បៈបានន័យថាការត្រេះរិះត្រូវសេចក្តីត្រេះរិះត្រូវណាតម្រេះត្រូវនៅក្នុងទីនេះគឺប្រកបដោយអង្គ3ទី1គឺនេក្ខមសង្កប្បៈគឺការពិចារណាក្នុងការចិញ្ចាកម្មទី2គឺអភិយបតសង្កប្បៈគឺការពិចារណាក្នុងការមិនប្រទុសារាយទី3គឺអវិហិង្សាសង្កប្បៈគឺការពិចារណាក្នុងការមិនបៀតបៀនគ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងអង្គទាំង3នៃសម្មាសង្កប្បៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងនៅក្នុងទីនេះយើងអាចយល់អំពីប្រាប់បំណងរបស់ព្រះអង្គជាពិសេសអភិយបតសង្កប្បៈគឺការរស់នៅក្នុងសង្គមគ្រួសារសង្គមសហគមន៍មិត្តភ័ក្តិរវាងគ្នាទៅវិញទៅមកការរស់នៅបើសិនជាយើងយកមកនៅអភិយបតសង្កប្បៈគឺការមិនប្រទុសារាយសង្គមប្រកបទៅដោយសេចក្តីសុខការមិនប្រទុសារាយបានន័យថាការយកនៅព្រហ្មវិហារធម៌ទាំង4គឺមេត្តាករុណាមុទិតានិងឧបេក្ខាជាត្រីវិស័យសម្រាប់ការអនុវត្តដើម្បីនឹងបំបត្តិនៅជាបតាកាលណាសេចក្តីប្រទុសារាយកើតឡើងកាលនោះយើងត្រូវតែយកអ្វីមកជាមេរៀនជាមេសម្រាប់សង្កត់នៅអកុសលពេលដែលយើងមានមេត្តានៅក្នុងខ្លួនមានការរុណាគឺអណត្តអសរមានមុទិតាគឺការត្រេកអរនៅអ្វីចំពោះមិត្តភ័ក្តិរបស់យើងមានត្រេកអររីករាយសប្បាយចិត្តជាមួយនឹងអ្វីដែលដទៃមានយើងមិនមាននៅកាលនោះឯងយើងអាចនឹងធ្វើរំសាយនៅព្យាបាលគឺការគំនុំគុំគួនគឺការប្រទុសារាយសង្គមរំលែងបាននៅសេចក្តីសុខសង្គមរំលែងបាននៅសេចក្តីស្រស់បំព្រងអវិហិង្សាសង្កប្បៈគឺការមិនបៀតបៀនធម្មតាពេលដែលយើងមិនបៀតបៀនយើងមានធម៌មេត្តាករុណាមុទិតាឧបេក្ខានៅក្នុងខ្លួនធម៌មិនបៀតបៀនឬអវិហិង្សាសង្កប្បៈការត្រេះរិះនៅក្នុងផ្លូវមិនបៀតបៀនអ្នកដទៃអ្នកដទៃរមែងទទួលនៅសេចក្តីស្រឡាញ់សេចក្តីរាប់អានសេចក្តីត្រជាក់ត្រជុំគុំកើតអំពីយើងហើយចឹងហើយរួមមកនៅក្នុងការត្រេះរិះពិចារណាត្រូវនៅក្នុងទីនេះគឺត្រូវវាចាកនៅការចិញ្ចាកម្មទី2គឺអភិយបតសង្កប្បៈការត្រេះរិះត្រូវក្នុងការមិនស្វែងរកនៅផ្លូវប្រទុសារាយអ្នកដទៃទី3គឺអវិហិង្សាសង្កប្បៈគឺការពិចារណាត្រេះរិះនៅក្នុងផ្លូវមិនបៀតបៀនអ្នកដទៃតែចឹងទេសរុបមកសម្មាសង្កប្បៈគឺព្រះអង្គមានបំណងដោះប្រពៃពិសិដ្ឋពិសីសម្រាប់អ្នករាប់អានព្រះពុទ្ធសាសនាបើកាន់យកតាមជីវិតយើងនឹងប្រសើរជីវិតយើងនឹងស្រស់បំព្រងជីវិតយើងនឹងប្រពៃសូមអនុមោទនា